วิธีធ្វើជ្រក់ខ្ទឹមធ្វើភ្លាមញ៉ាំភ្លាមដោយមិនរងចាំយូរសម្រាប់អ្នកដែលចូលចិត្តញ៉ាំជ្រក់ខ្ទឹមជាមួយនឹងពងមាន់អាំងជាមួយនឹងសាច់គោអាំងអាចមើលជាមួយនឹងវិធីសាស្ត្រនៅក្នុងការធ្វើជ្រក់ខ្ទឹមនេះបានគឺយើងចំណាយពេលវេលាខ្លីមែនទែនហើយញ៉ាំទៅអត់មានរសជាតិហាងទេអញ្ចឹងដំបូងឡើយគឺបងអូនបកខ្ទឹមសិនអញ្ចឹងវិធីសាស្ត្របកខ្ទឹមស្រួលបំផុតគឺយើងយកខ្ទឹមមកកាត់អាក្បាលរឹងៗវាចេញហើយយើងធ្វើការត្រាំទឹកចន្លោះពី10ទៅ15នាទីគឺខ្ទឹមរបស់យើងស្រួលបកយើងយកទៅដៃញីច្បាច់ក៏វាចេញដែរប៉ុន្តែអានេះដោយសារតែខ្ញុំត្រាំក្នុងរយៈពេលខ្លីកាត់ភ្លាមត្រាំភ្លាមអញ្ចឹងត្រូវប្រើកូនក្បិតនៅក្នុងការជំនួយទៅលើការបកនឹងចំពោះការចិតខ្ទឹមវិញបងអូនអាចចិតជាលក្ខណៈបែបនេះក៏បានឬក៏យើងអាចកាត់ជាទៅតឹងខ្ទឹមក៏បានទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់យើងហើយតកតងជាមួយនឹងបើសិនជាបងអូនចង់ចិតលក្ខណៈជាប្រទេសបែបនេះយើងអាចចិតវាកុំស្ដើងពេកយើងអាចនៅមានកម្រាស់រៀងក្រាស់ល្មមបន្តិចទៅដើម្បីជ្រក់ខ្ទឹមរបស់យើងឆ្ងាញ់បើកាន់ណាស្ដើងពេកក៏វាធ្វើទៅវារៀងដូចខ្ទេចពេកវាអត់ឆ្ងាញ់ហើយយើងអាចហាន់ជាលក្ខណៈទម្រង់បែបនេះក៏បាននិយាយទៅបែបណាក៏បានដែរឲ្យតបងអូនចូលចិត្តចឹងណាសម្រាប់ជ្រក់ខ្ទឹមដែលយើងធ្វើភ្លាមញ៉ាំភ្លាមយើងប្រើវិធីសាស្ត្រនៅក្នុងការស្រុះទឹកក្តៅណាអញ្ចឹងនៅពេលដែលទឹកក្តៅពុះភ្លាមគឺយើងចាក់ខ្ទឹមចូលហើយយើងកូរវាឲ្យសព្វភ្លាមតែម្ដងនៅពេលដែលយើងកូរសព្វហើយគឺយើងអាចទុកវាត្រឹមប្រហែលជា30វិនាទីអីគឺយើងបិទភ្លើងហើយយើងបន្តទុកវាប្រហែលជា30វិនាទីទៀតសឹមយើងស្រង់វាចេញប៉ុន្តែករណីមួយទៀតបើសិនជាអាចថាបងអូនចិត្តវារៀងក្រាស់អាហ្នឹងយើងអាចភ្លក់មើលហ្មងទៅថាខ្ទឹមរបស់យើងនៅកម្រិតហាងតិចតួចប៉ុណ្ណាឬក៏វាបាត់ហាងប៉ុណ្ណាដែលយើងត្រូវការយើងស្រង់វាចេញតាមម្ដងហើយនៅពេលដែលយើងស្រង់គឺយើងដាក់ជាមួយនឹងទឹកត្រជាក់យើងធម្មតាក៏បានឬក៏យើងដាក់ជាមួយនឹងទឹកកកក៏បានបើយើងដាក់ជាមួយនឹងទឹកកកធ្វើឲ្យខ្ទឹមរបស់យើងហ្នឹងវាមានសភាពស្រួយឆ្ងាញ់ជាងការដែលយើងត្រាំតែទឹកត្រជាក់យើងធម្មតាអញ្ចឹងណាបងអូនចំពោះការធ្វើបែបហ្នឹងលែងឲ្យបងអូនពិបាកទៀតឯងមិនចាំបាច់រងចាំយូរទេយើងថាចំណាយពេលវេលានៅក្នុងការធ្វើធម្មតា10ទៅ20នាទីអីគឺយើងអាចញ៉ាំបានតែម្ដងបន្ទាប់មកគឺយើងធ្វើការកម្លោចស្ករបន្តិចអានេះដោយសារខ្ញុំអត់មានស្កររាយខ្ញុំមានតែស្ករផែនណាអញ្ចឹងខ្ញុំដោះវាឲ្យបែកតិចសិនមកចាំយើងធ្វើការកម្លោចវាឲ្យឡើងរាងជើងក្រងបែបហ្នឹងចាំយើងចាក់ម្ទេសចូលណាអញ្ចឹងចំពោះម្ទេសយើងអាចប្រើបានពីរបែបបងអូនយើងអាចប្រើជាមួយម្ទេសហឹរលាយជាមួយនឹងម្ទេសម៉ាឡេអាធំហ្នឹងគឺវាអត់សូវហឹរលាយហើយយើងលាយតាមកម្រិតហឹរដែលយើងចូលចិត្តឬបើសិនជាយើងចូលចិត្តហឹរសុទ្ធអានេះយើងប្រើតាមម្ទេសហឹរសុទ្ធម្ទេសដៃនាងហ្នឹងក៏បានដែរការដែលយើងធ្វើការលីងម្ទេសបែបនេះវានឹងធ្វើឲ្យម្ទេសរបស់យើងគឺវាឡើងពណ៌មកក្រហមរៀងបែកលឿងមកវាស្អាតតែម្ដងវាអត់ចាំបាច់ថាយើងត្រូវប្រើលក្ខបង្កើនពណ៌អីបន្ថែមទៀតទេបន្ទាប់ពីម្ទេសដែលយើងរំលីងឡើងពណ៌ល្អហើយយើងចាក់ទឹកមួយកូនចានចង្កឹះចូលទៅសូមយើងថែមអំបិលបន្តិចណាព្រោះដោយសារយើងដាក់អំបិលដើម្បីការពារកុំឲ្យវាងាយឡើងផ្សិតឆាប់ខូចចឹងណាបងអូនអញ្ចឹងបន្ទាប់ពីយើងដាក់អំបិលហើយយើងប្រើជាមួយនឹងទឹកខ្មេះលាយបន្ថែមទៀតរបៀបនៃការធ្វើឲ្យគ្រឿងក្រៅទាំងអស់មិនថាម្ទេសទឹកខ្មេះអីឆ្អិននេះគឺដើម្បីធ្វើឲ្យខ្ទឹមជ្រក់របស់យើងរក្សាទុកបានយូរបើសិនជាយើងធ្វើបែបថាឲ្យម្ទេសយើងវាអត់ឆ្អិនអាហ្នឹងយើងប្រើទៅវាឆាប់ខូចវាងាយឡើងពពុះគឺអត់ល្អទេអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកខ្មេះចាក់អីដាក់អំបិលអីហើយអស់យើងចាក់ខ្ទឹមចូលកូររួចជាការស្រេចបន្ទាប់មកយើងអាចយកទៅក្លាសេវានៅក្នុងទូទឹកកកបន្ថែមទៀតកាន់តែឆ្ងាញ់